នឹងមានអ្វីកើតឡើងប្រសិនបើប្រទេសអេស៊ីបមិនមានទេសមុទ្រមេឌីទែរ៉ាណេនឹងពង្រីកទៅជាដែនទឹកធំយ៉ាងដែលស្ថិតនៅកន្លែងដែលអេស៊ីបធ្លាប់មានហើយវានឹងភ្ជាប់ជាមួយសមុទ្រក្រហមអណ្ដូងស៊ូអែសនឹងមិនមានឡើយហើយពាណិជ្ជកម្មសកលដែលយើងស្គាល់នឹងរលំចុះប្រវត្តិសាស្ត្រផងដែរបើគ្មានអេស៊ីបនោះនឹងមិនមានប៉មពីរ៉ាមីតមិនមានហ្វារ៉ោននិងមិនមានអរិយធម៌អេស៊ីបូរ៉ានដែលធ្លាប់បង្កើតមូលដ្ឋានឲ្យវប្បធម៌មនុស្សជាតិឡើយអក្សរហៀរ៉ូក្លីហ្វនិងការរីកចម្រើនដំបូងក្នុងវិស័យគណិតវិទ្យាវេជ្ជសាស្ត្រនិងស្ថាបត្យកម្មនឹងបាត់បង់ទៅចក្រភពក្រិកនិងរ៉ូមនឹងខកខានឥទ្ធិពលដ៏ធំមួយហើយការផ្សាយសាសនាគ្រិស្តនិងអ៊ីស្លាមនឹងដើរផ្លូវខុសបែបផ្នែកវប្បធម៌ផងដែរត្រូវសុំលាផលិតផលសំអាងសាប៊ូប្រតិទិនទន្លេណាល់និងសំណង់ដ៏ល្បីៗដូចជា Sphinx ពិភពលោកនឹងបាត់បង់បេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែបមួយមិនមានក្លេអូប៉ាត្រាមិនមានទូតង់ខាមុនហើយមិនមានវិទ្យាសាស្ត្រអេស៊ីបបុរាណ Egyptology ទៀតឡើយ